ក្នុងករណីដែលយើងមានការជឿចាប់ដោយការរាំងស្ទះនៃប្រព័ន្ធផ្លូវទំនើបខាងលើនេះជាករណីមួយដែលបងប្អូនគួរដឹងថាករណីខ្លះវាអាចនឹងមានគ្រោះថ្នាក់នៅពេលដែលវាមានផលវិបាកផងដែរបាទករណីឈឺចាប់នឹងដែរបើយើងគិតថាដោយសារត្មងនោមតើវាអាចមានមូលហេតុអ្វីខ្លះនៅត្មងនោមហ្នឹងដែលធ្វើឲ្យអ្នកជំងឺគាត់ឈឺចាប់នៅចង្កេះហ្នឹងដោយសារបញ្ហាហ្នឹងដែរគ្រូបាទចំពោះមូលហេតុរបស់វាគឺមានច្រើនណាបុទ្ធីក៏ប៉ុន្តែអ្វីដែលគេសង្កេតឃើញច្រើនជាងគេហ្នឹងគឺតកតងជាមួយនឹងគ្រោះនៅប្រព័ន្ធទំនោមផ្នែកខាងលើដែលមានគ្រោះក្នុងដំណងនោមឬគ្រោះក្នុងពងនោមផ្នែកខាងលើហ្នឹងឯងបាទហើយក៏មានបន្ទាប់ពីនោះក៏អាចមានការស្ទះដោយសារតែការបៀតនៃបំពង់នោមផងដែរហើយក្រៅពីត្បៀតហ្នឹងក៏អាចបណ្ដាលមកពីសម្ពាធឬការសង្កត់ពីសរីរាង្គដែលនៅជុំវិញហ្នឹងផងដែរខ្ញុំឧទាហរណ៍ថាដូចជាអ្នកជំងឺដែលគាត់មានដុំសាច់នៅមាត់ស្បូរអ្នកជំងឺដែលមានផ្ទៃពោះឬក៏អ្នកជំងឺដែលមានដុំសាច់នៅក្នុងពោះវៀនធំជាដើមហើយការឈឺចាប់ហ្នឹងគឺបណ្ដាលមកពីការរាំងស្ទះនៅប្រព័ន្ធទឹកនោមផ្នែកខាងលើហ្នឹងដែលបង្កើនសម្ពាធនៅក្នុងដំណងនោមដែលអាចឲ្យអ្នកជំងឺមានទឹកដក់ក្នុងដំណងនោមហ្នឹងដែរអញ្ចឹងមានន័យថាក្នុងករណីមូលហេតុមួយចំនួនដែលគ្រូបានលើកឡើងខាងលើហ្នឹងគឺវាធ្វើឲ្យស្ទះនៅផ្លូវទឹកនោមហ្នឹងឲ្យចេញជាទឹកដក់ត្មងនោមទើបបណ្ដាលឲ្យអ្នកជំងឺគាត់មានការឈឺចាប់នៅចង្កេះហ្នឹងលោកគ្រូទៅទេបាទពុទ្ធិបាទហើយខ្ញុំចង់ក្រែងរំលឹកបងប្អូនយើងដែរក្នុងករណីដែលយើងមានការឈឺចាប់ដោយការរាំងស្ទះនៃប្រព័ន្ធផ្លូវទំនោមខាងលើនេះជាករណីមួយដែលបងប្អូនគួរដឹងថាករណីខ្លះវាអាចនឹងមានគ្រោះថ្នាក់នៅពេលដែលវាមានផលវិបាកផងដែរបាទ